Excel របស់ខ្ញុំដាក់ចំណងជើងថា Hi Data Excel បាទដើម្បី Hi Data Excel ឧទាហរណ៍ថាបងប្អូនចង់សរសេរ data នៅក្នុង cell តែចង់អត់ចង់បង្ហាញទេអញ្ចឹងដើម្បី Hi បងប្អូនគាត់តែចូលទៅ custom ខ្ញុំចុច select ទាំងអស់ខ្ញុំចុច control បូកលេខ1 control បូកលេខ1មានន័យថាមក format cell នេះយើងយក custom តែមកខ្ញុំដាក់កន្លែងនេះខ្ញុំដាក់semicolon ហ្នឹង3ដងមក1 2 3បាទខ្ញុំដាក់3ដងចឹងមកហើយអូខេបាត់ហើយពេលខ្ញុំចង់អានហាយមកវិញយើងគ្រាន់តែចុច control លេខ1វិញមកតើមកយើងទៅលុប semicolon ចេញទៅហាយវិញអានហាយវិញបាទអរគុណច្រើនបងប្អូននេះបាទ Excel របស់ខ្ញុំដាក់ចំណងជើងថា Hi Data Excel បាទដើម្បី Hi Data Excel ឧទាហរណ៍ថាបងប្អូនចង់សរសេរ data នៅក្នុង cell តែចង់អត់ចង់បង្ហាញទេអញ្ចឹងដើម្បី Hi បងប្អូនគាត់តែចូលទៅ custom ខ្ញុំចុច select ទាំងអស់ខ្ញុំចុច control បូកលេខ1 control បូកលេខ1មានន័យថាមក format cell នេះយើងយក custom តែមកខ្ញុំដាក់កន្លែងនេះខ្ញុំដាក់semicolon ហ្នឹង3ដងមក1 2 3បាទខ្ញុំដាក់3ដងចឹងមកហើយអូខេបាត់ហើយពេលខ្ញុំចង់អានហាយមកវិញយើងគ្រាន់តែចុច control លេខ1វិញមកតើមកយើងទៅលុប semicolon ចេញទៅហាយវិញអានហាយវិញបាទអរគុណច្រើនបងប្អូននេះបាទ Excel របស់ខ្ញុំដាក់ចំណងជើងថា Hi Data Excel បាទដើម្បី Hi Data Excel ឧទាហរណ៍ថាបងប្អូនចង់សរសេរ data នៅក្នុង cell តែចង់អត់ចង់បង្ហាញទេអញ្ចឹងដើម្បី Hi បងប្អូនគាត់តែចូលទៅ custom ខ្ញុំចុច select ទាំងអស់ខ្ញុំចុច control បូកលេខ1 control បូកលេខ1មានន័យថាមក format cell នេះយើងយក custom តែមកខ្ញុំដាក់កន្លែងនេះខ្ញុំដាក់semicolon ហ្នឹង3ដងមក1 2 3បាទខ្ញុំដាក់3ដងចឹងមកហើយអូខេបាទ